បាទឥឡូវយើងចូលមេរៀនយើងចំណុចទី3វិស័យសង្គមនៅឆ្នាំ1965ដោយកំណើនប្រជាជនជាតិរដ្ឋាភិបាលបើកសិទ្ធិឲ្យបុរសស្ត្រីមានសិទ្ធិស្មើគ្នាព្រមទាំងលើកទឹកចិត្តស្ត្រីឲ្យចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកាចំនួន1000ម៉ាកចំពោះស្ត្រីមានកូនដំបូងថែមទាំងទទួលសិទ្ធិសម្រាប់រយៈពេល6ខែដោយមិនគិតប្រាក់ខែដោយមិនកាត់ប្រាក់ខែទៀតផង ហើយស្ត្រីដែលមានកូនជាលើកទី2ត្រូវបានច្បាប់ឲ្យឈប់សម្រាករយៈពេល1ឆ្នាំនិងកូនទី3ចំនួន18ខែដោយរក្សាប្រាក់បៀវត្សរ៍ពី70%ទៅ90%គេសង្កេតឃើញមានការរៀបអាពាហ៍ពិពាហ៍នៅចន្លោះឆ្នាំ1965មានចំនួន6.9លើ1000បានកើនដល់8.9លើ1000ក្នុងឆ្នាំ1975ចំពោះបញ្ហាសិទ្ធិនៃការបញ្ចេញមតិវិញក៏មានការចែងក្នុងច្បាប់ផងដែរនៅឆ្នាំ1970ពួកអ្នកនិពន្ធនិងនិស្សិតមួយចំនួនតែងរិះគន់ប្រឆាំងរដ្ឋាភិបាលត្រូវបានគេបង្ខំឲ្យនិរទេសឬតម្រូវឲ្យឃាត់ខ្លួនតាមច្បាប់ឆ្នាំ1997ជនណាដែលបានរៀបចំឲ្យមានបាតកម្មប្រឆាំងរដ្ឋាភិបាលត្រូវចាប់ដាក់គុករយៈពេល9ឆ្នាំនៅឆ្នាំ1980រដ្ឋាភិបាលចាប់អ្នកប្រឆាំងដាក់គុកមានចំនួន6500ទៅ8000នាក់ចំណុចទី3.1វិស័យសុខាភិបាលការព្យាបាលជំងឺប្រជាជនត្រូវធ្វើឡើងដោយឥតបង់ប្រាក់នៅឆ្នាំ1961ជាឆ្នាំសាំងជញ្ជាំងបេឡាំងបុគ្គលិកសុខាភិបាលគ្រប់ជំនាញចំនួន5000នាក់ត្រូវបានរត់ភៀសខ្លួនទៅកាន់អាល្លឺម៉ង់ខាងលិចដើម្បីស្ដារវិស័យនេះគេបានបណ្ដុះបណ្ដាលពេទ្យគ្រប់ជំនាញនៅឆ្នាំ1985មានគ្រូពេទ្យថ្នាក់បណ្ឌិតចំនួនមានចំនួន37943នាក់អឺតនពេទ្យចំនួន11757នាក់និងឱសថការីចំនួន3785នាក់ចំនួនក្រែសរុបក្នុងមន្ទីរពេទ្យមានចំនួន10បើ169,112ក្រែ3.2វិស័យអប់រំកុមារត្រូវបានចូលរៀនចាប់ពីអាយុ6ឆ្នាំសម្រាប់ថ្នាក់ទី7ដល់ទី10ទៅកែត្រូវតែចំណាយ1ថ្ងៃក្នុងមួយអាទិត្យដើម្បីធ្វើកម្មសិក្សានៅក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រឬនៅក្នុងកសិដ្ឋានចំណែកសិស្សចាប់ពីថ្នាក់ទី10ឡើងទៅត្រូវបានរៀនបន្ថែម2ឆ្នាំសម្រាប់ថ្នាក់វឹកហាត់នៅមធ្យមសិក្សា3ឆ្នាំសម្រាប់សាលាមុខជំនាញចំណែកនៅក្នុងថ្នាក់ឧត្តមសិក្សាវិញនៅទូទាំងប្រទេសមានសាកលវិទ្យាល័យចំនួន7និងវិទ្យាដ្ឋានជាន់ខ្ពស់ចំនួន47ផ្សេងទៀត